ជំរាបសួរលោកតាលោកយាយពុកម៉ែមីងអ៊ំពូមីងបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញអំពីទីតាំងផ្ទះលោកគ្រូជឿនក៏ដូចជាសកម្មភាពប្រជាជនដែលគាត់បានមករកលោកគ្រូជឿនដើម្បីព្យាបាលជំងឺបងប្អូនឃើញជាក់ស្ដែងគឺមិនមែនជាកម្មវិធីហាយកឋិនឬក៏កម្មវិធីបន់ទានទេគឺជាសកម្មភាពដែលលោកគ្រូជឿនកំពុងតែព្យាបាលជូនលោកយាយលោកតាពុកម៉ែមីងអ៊ំដែលគាត់មកពីឆ្ងាយដើម្បីស្កាត់មកជួបលោកគ្រូជឿនក្នុងការព្យាបាលមានទាំងអ្នកជំងឺស្រាលមានទាំងអ្នកជំងឺធ្ងន់បងប្អូនហើយមានបងប្អូនខ្លះក៏គាត់ទៅជាវឱសថគាត់ដើម្បីយកមកផឹកសម្រាប់ឱសថគាត់មានដូចជាកាពះពោះវៀនទឹកនោមផ្អែមក៏ដូចជាសរសៃបងប្អូនបើសិនជាសរសៃគឺត្រូវលឿនណាបងប្អូនថ្នាំសរសៃគឺត្រូវលឿនមែនតើហើយឥឡូវនេះលោកគ្រូកំពុងតែព្យាបាលដល់លោកតាលោកយាយដែលគាត់មកពីឆ្ងាយមានអ្នកខ្លះកំពុងតែដេកចាំបងប្អូនអ្នកដែលដេកចាំហ្នឹងគឺសុទ្ធតែជាអ្នកជំងឺដែលធ្ងន់បងប្អូនសុទ្ធតែជាអ្នកជំងឺដែលគាត់សេះសល់សំណល់ពីការព្យាបាលកន្លែងផ្សេងបងប្អូននិយាយទៅមានបងប្អូនខ្លះក៏សើចយំដល់ពុកម៉ែបងប្អូនដែលគាត់មកព្យាបាលបែបនេះប៉ុន្តែបងប្អូនត្រូវគិតថាវាគឺជាជំរើសចុងក្រោយមួយសម្រាប់ពួកគាត់ហើយដែលគាត់បានព្យាបាលជាមួយលោកគ្រូជឿនហើយមុនពេលដែលគាត់បានមកជួបជាមួយលោកគ្រូជឿនក៏គាត់បានទៅព្យាបាលកន្លែងជាច្រើនមិនថាជាមន្ទីរពេទ្យមិនថាជាគ្រូខ្មែរអីទេគឺគាត់ព្យាបាលអស់ហើយបងប្អូនវាជារឿងធម្មតាទេបើសិនជាបងប្អូនទាំងអស់គ្នាមានពុកម៉ែឬក៏ក្រុមគ្រួសារឈឺធ្ងន់យើងព្យាបាលអស់លទ្ធភាពកន្លែងផ្សេងយើងក៏រកកន្លែងណាដែលព្យាបាលបន្តទៀតដើម្បីឲ្យគាត់បានធូរស្បើយក៏ជាបន្តឲ្យគាត់មានដង្ហើមបន្តទៀតមានបងប្អូនខ្លះក៏សើចយំគិតថាពួកគាត់នឹងល្ងងពួកគាត់នឹងឆោតចេះមួយចេះពីរបងប្អូនប៉ុន្តែពួកគាត់អត់យល់ថាវាគឺជាជំរើសចុងក្រោយសម្រាប់ពួកគាត់ហើយគាត់ធ្វើឲ្យអស់លទ្ធភាពរបស់គាត់ធ្វើឲ្យគ្រប់វិធីសាស្ត្រដែលអាចព្យាបាលក្រុមគ្រួសារគាត់បានណាហើយសម្រាប់ទីតាំងលោកគ្រូជឿនគឺស្ថិតនៅក្នុងខេត្តកំពង់ធំស្រុកកំពង់ថ្មបងប្អូនដែលមកពីឆ្ងាយមិនថាមកពីខេត្តណាទេបងប្អូនមកសំដៅផ្សារកំពង់ថ្មបងប្អូនសួរអ្នករត់កង់3អ្នករត់ម៉ូតូឌុបអីគាត់ប្រាប់ឲ្យផ្លូវគឺស្រួលរកទេបងប្អូននៅក្នុងវីដេអូ page របស់ខ្ញុំគឺខ្ញុំបានបញ្ជាក់ជាច្រើនអំពីទីតាំងរបស់គាត់ជាក់ស្ដែងព្រោះខ្ញុំក៏ជាអ្នកជំងឺម្នាក់ដែលតែងតែអាសាទៅជាឱសថគាត់យកមកផឹកខ្លួនឯងដែរបងប្អូនខ្ញុំទៅរាល់អាទិត្យមួយអាទិត្យគឺខ្ញុំទៅបងប្អូនគឺខ្ញុំទៅជាឱសថគាត់យកមកផឹកបន្តហូរហែអញ្ចឹងណាបងប្អូនដូចជាកាពះពោះវៀនក៏ជាបន្សាបជាតិស្ករបញ្ចុះជាតិស្ករក្នុងខ្លួនយើងព្រោះធម្មតាទេវ័យយើងប៉ុណ្ណេះចាប់ពី30ឡើងហើយគឺជំងឺគឺចាប់ផ្ដើមហើយទាំងគ្រឿងក្នុងទាំងសាច់ឈាមយើងក៏វាប្រែប្រួលដែរអញ្ចឹងបើសិនតែយើងមានឱសថសម្រាប់ផឹកតិចទៅក៏វាជារឿងល្អមួយដែរបងប្អូនវាក៏ជួយប្រសាបជាតិពុលជួយកាត់បន្ថយជាតិស្ករក៏ដូចជាផ្សំពោះវៀនយើងឲ្យវាកុំឲ្យវាមានបញ្ហាអីណាហើយតកតងនឹងអាគមបងប្អូនក៏ដឹងដែរធ្លាប់ឮពាក្យចាស់គាត់និយាយថាអាគមផ្សំអាយុអញ្ចឹងយើងក៏មិនអាចចោលអាគមខ្មែរយើងបានណាបងប្អូនព្រោះគាត់ក៏បានរៀនបន្តពីដូនតាគាត់មកដូនតានិយាយទៅគឺអាគមគឺបានរៀនពីបុព្វបុរសយើងតគ្នាមករហូតហូរហែអញ្ចឹងណាតែបើសម្រាប់ប្រទេសផ្សេងក៏គេមានដូចតែគ្នាបងប្អូនមិនមែនថាមានតែខ្មែរយើងទេសូម្បីតែប្រទេសដទៃក៏គេមានបាលីអាគមបែបគេទៅហើយការព្យាបាលបែបបុរាណគេក៏បែបគេតាមប្រទេសគេណាវាមិនមែនមានតែខ្មែរយើងទេហើយសូម្បីនិយាយទៅអាអ្នកចិត្តខាងយើងអាផ្ទះលេខ2នេះគឺជឿណាបងប្អូនជឿលើអាគមបាលីណាបងប្អូនព្រោះពួកហ្នឹងវាប្រកែលួចរបស់យើងអញ្ចឹងបើសិនជាឃើញយើងធ្វើបែបនេះបងប្អូនពួកវាមិនពេញចិត្តទេបងប្អូនពួកវាតែងតែរកវិធីបែបនេះមួយដើម្បីបំផ្លិចបំផ្លាញយើងណាពួកអាផ្ទះលេខ2គឺពេញនិយមបងប្អូនគឺជឿជាក់ណាស់ទៅលើអាគមដូចជាបាលីបុរាណខ្មែរយើងបងប្អូនសម្រាប់បងប្អូនដែលចង់ជាឱសថលោកគ្រូជឿនបងប្អូនទៅមកដល់ផ្ទះគាត់ស្រួលបងប្អូនកុំទិញតាមគេតាមឯងទិញតាមគេតាមឯងគឺខ្លាចប៉ះឱសថមិនល្អអញ្ចឹងបើសិនជាបងប្អូន
ចង់ដឹងទីតាំងខ្ញុំនៅក្នុងវីដេអូចាស់របស់ខ្ញុំគឺខ្ញុំបានបញ្ជាក់លេខទូរស័ព្ទកូនគាត់ផ្ទាល់បងប្អូនគឺជាកូនភាសាគាត់ពួកខ្ញុំបានទៅសំជាក់ស្ដែងទៅដល់កន្លែងដែលគាត់លក់អសតខ្ញុំបានព្យាយាមសំលេខនឹងចែកជូនពុកម៉ែបងប្អូនខលទៅសួរនាំគាត់ជាក់ស្ដែងខ្លួនឯងអញ្ចឹងណាឈឺអីឲ្យគាត់ផ្ញើឲ្យបានប៉ុន្តែបងប្អូនកុំជឿអសតតពីគេព្រោះតពីអ្នកផ្សេងទៀតខ្ញុំមិនប្រកាសថាវា 100% ណាពួកខ្ញុំក៏ជាអ្នកជំងឺម្នាក់ដែលទៅជឿអសតពីផ្ទះលោកគ្រូផ្ទាល់តែម្ដងហើយក៏បានសំលេខកូនភាសាគាត់តែជាអ្នកលក់អសតនឹងហើយអ៊ំស្រីនេះគឺគាត់មកពីឆ្ងាយបងប្អូនអ៊ំស្រីដែលកំពុងព្យាបាលគាត់មកពីឆ្ងាយមែនទែនហើយក៏តម្រៀបជួគ្នាហូហែអញ្ចឹងហើយក៏មានសារព័ត៌មានទាំងអ្នកកសែតទៅជាប្រចាំរាល់ថ្ងៃបងប្អូនចុះទៅថតចុះទៅអីហើយថ្ងៃមុនខ្ញុំឃើញដូចជាលោកពូតាក់ស៊ីគាត់ទៅបាន3ថ្ងៃដែរលោកពូតាក់ស៊ីទៅសម្រាប់ព្យាបាលបាន3ថ្ងៃគាត់ក៏ត្រឡប់ទៅភ្នំពេញវិញទៅហើយក៏មានអ្នកជំងឺជាច្រើនដែលគាត់បានជាបងប្អូនអ្នកខ្លះមកដើររួចទេមកជិះអាទេសរុញអញ្ចឹងណាគាត់មកព្យាបាលកន្លះខែឬក៏មួយខែក៏គាត់បានត្រឡប់ទៅវិញគាត់ដើរតេងតាំងទៅវិញកើតណាគាត់ក៏ទៅដេកនៅផ្ទះគាត់វិញទៅហើយក៏ជាអសតទៅផឹកនៅផ្ទះគាត់ទៅហើយក៏មានបងប្អូនខ្លះក៏នៅបន្តទៀតដែលអ្នកជំងឺធ្ងន់គាត់នៅបន្តហើយមានអ្នកខ្លះក៏ចូលខមមិនក្នុង page របស់ខ្ញុំគាត់ថាគាត់បានធូរស្រាលច្រើនពេលបានព្យាបាលលោកគ្រូជឿនណាហើយក៏មានបងប្អូនខ្លះគាត់ក៏មិនពេញចិត្តការព្យាបាលលោកគ្រូជឿនប៉ុន្តែត្រូវចាំថាអាគមគឺផ្សំអាយុរបស់បងប្អូន